កសិករផលិតស្រូវក្នុងខេត្ត4នឹងបានការគាំទ្រដើមទុនប្រមាណ$13 លានពីក្រសួងកសិកម្មសហគមន៍កសិកម្មទំនើបចំនួន9មកពីខេត្តបន្ទាយមានជ័យបាត់ដំបងកំពង់ធំនិងខេត្តសៀមរាបនឹងទទួលបានការគាំទ្រដើមទុនប្រមាណ$13 លានពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្នុងទំហំទឹកប្រាក់ប្រមាណ$13 លាននេះមានកម្ចីឥណទានការប្រាក់ទាបជាង$13 លាននិងជំនួយឥតសំណងជិត$1 លានដោយសារភាពស្រពិចស្រពិលនៃបញ្ហាសង្គ្រាមនៅតាមបណ្ដាខេត្តជាប់ព្រំដែនពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃការគាំទ្រដើមទុនជូនកសិករផលិតស្រូវក្នុងខេត្តចំនួន4នេះបានធ្វើរួមគ្នានៅខេត្តសៀមរាបកាលពីថ្ងៃទី30ខែធ្នូក្រោមអធិបតីភាពឯកឧត្តមខឹមហ្វីណង់អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្មការចុះកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ដ៏ធំបំផុតមិនធ្លាប់មានពីមុនមកគឺដើម្បីជួយគាំទ្រដើមទុនដល់កសិករដាំដុះស្រូវចំនួនជាង1500គ្រួសារនៅលើផ្ទៃដីជាង15000ហិកតានិងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មមួយចំនួនដូចជាឃ្លាំងម៉ាស៊ីនច្រូតត្រាក់ទ័រម៉ាស៊ីនបូមទឹកនិងម៉ាស៊ីនកិនស្រូវជាដើមសហគមន៍កសិកម្មទំនើបទាំង9មាននៅខេត្តបាត់ដំបងចំនួន5ខេត្តកំពង់ធំចំនួន2ខេត្តសៀមរាបនិងខេត្តបន្ទាយ